ខ្ញុំបាទទូធាសូមជម្រាបសួរបងប្អូនប្រិយមិត្តទស្សនាទាំងអស់ជាទីគោរពរាប់អានគណៈពេលនេះខ្ញុំបាទនិងលោកខុនតូរ៉ូដែលជាប្រធានកម្មវិធីនៃអង្គការសង្ត្រាល់យើងមានកិច្ចសន្ទនាខ្លីស្ដីអំពីដំណើរការនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកនៅជុំទី2ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី4ទី6ខែមិថុនាឆ្នាំ2025កន្លងទៅដែលដឹកនាំដោយអាយដាមសុនជុនថុលនិងលោកស្រីចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាដល់ដំណាក់កាលលើកទី2នេះយើងឃើញថាការចរចានៅមិនទាន់មានលទ្ធផលបែបណានៅឡើយទេក៏ប៉ុន្តែយើងអាចសង្កេតឃើញថាដំណើរការនៃការចរចាពាណិជ្ជកម្មបរិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកហ្នឹងនៅជុំទី3អាចនឹងកើតមានឡើងជាផ្លែផ្កានៅក្នុងទីនេះដោយសារលោកខុនតូរ៉ូបានតាមដានអង្កេតយ៉ាងសកម្មហើយធ្វើការជាមួយនឹងភាគីពាក់ព័ន្ធមួយចំនួនយើងតាមដាននៅព័ត៌មានដំណើរការនៃកិច្ចចរចានេះហើយជាការពិតយើងក្នុងនាមជាអ្នកតាមដានអង្កេតគឺយើងចង់បានលទ្ធផលល្អសម្រាប់កម្ពុជាក៏ដូចជាភាគីពាក់ព័ន្ធជាពិសេសទៀតហ្នឹងគឺឱកាសទទួលបាននៅពាណិជ្ជកម្មមួយដែលល្អសម្រាប់កម្ពុជាហើយត្រង់ចំណុចនេះហើយដែលលោកខុនតូរ៉ូលោកនឹងមានជាយោបល់ខ្លីៗក៏ដូចជាការយល់ឃើញបដោតទៅលើខ្លឹមសារមួយចំនួនជាពិសេសគឺតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅត្រង់ចំណុចនេះខ្ញុំសូមគោរពអញ្ជើញលោកខុនតូរ៉ូហើយតើលោកយល់ឃើញបែបណាដែរតាក់ទងជាមួយនឹងការទូតពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកហើយនិងកម្ពុជាហើយអ្វីដែលជាលទ្ធផលជាវិជ្ជមានកន្លងមកបាទសូមគ្រប់អញ្ជើញលោកខុនតូរ៉ូខ្ញុំមិនទាន់មើលឃើញពីលទ្ធផលជាផ្លែផ្កាណាមួយដែលជាការកត់សម្គាល់នៅក្នុងដំណើរការនីតិវិធីក្របខ័ណ្ឌនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយសហរដ្ឋអាមេរិកនៅឡើយណាមកដល់ពេលនេះគឺមាន2លើក2ដងហើយក៏ប៉ុន្តែមិនទាន់ឃើញមានសូចនាករណាដែលបង្ហាញអំពីការវិវត្តវិជ្ជមានណាមួយអំពីដំណើរការនៃការចរចាណាក៏ប៉ុន្តែប្រសិនបើយើងមើលមួយផ្នែកនៃអេរិយាបថការទូតពាណិជ្ជកម្មមុនពេលដែលប្រតិភូចាកចេញទៅសហរដ្ឋអាមេរិកដើម្បីធ្វើការចរចាជាមួយនឹងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកយើងឃើញថាមានវិធានការឆ្លើយតបបែបការទូតបែបលក្ខណៈនៅក្នុងការបន្ទន់អេរិយាបថចេតនានៅក្នុងការស្ដារការកសាងនៅទំនាក់ទំនងក៏ដូចជាបែបបទនីតិវិធីរបៀបនៃការធ្វើកិច្ចការងារការទូតផ្នែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកណាសូមអរគុណលោកខុនតូរ៉ូហើយអ្វីដែលជាក្តីបារម្ភបើការពជាពេលនៃការចរចាកាន់តែយូរទៅបាទសូមអញ្ជើញលោកខុនតូរ៉ូបន្តវាជាការបារម្ភដែរជាក្តីបារម្ភដែរពីព្រោះថាវានឹងអាចជះឥទ្ធិពលទៅលើវិស័យនៃការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកជាពិសេសវិស័យវិជ្ជាភ័ណ្ឌកាត់ដេរដេរស្បែកជើងនិងផលិតផលធ្វើដំណើរប្រសិនបើការពន្យាពេលនៃការចរចានេះមានការអូសពន្យាពេលកាន់តែយូរទៅណាចំណុចមួយទៀតថាតើកម្ពុជាអាចនឹងមានផលប៉ះពាល់អ្វីខ្លះលោកខុនតូរ៉ូអាចជួយលើកយកនៅចំណុចអាទិភាពសំខាន់បានដែរទេបាទសូមរំជើញក្នុងរយៈពេលវែងវាអាចប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រសិនបើមិនមាននៅដំណោះស្រាយឬក៏ការឯកភាពនៅក្នុងអត្រាណាមួយនៃការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកសូមអរគុណលោកខុនតូរ៉ូឥឡូវនេះថាតើអ្វីដែលជាកត្តាចម្បងដែលជាក្តីបារម្ភនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជាហើយចំណុចមួយទៀតថាតើអ្វីដែលជា USTO របស់សហរដ្ឋអាមេរិកតើវាសំខាន់ដែរទេលោកខុនតូរ៉ូបាទសូមរំជើញអញ្ចឹងខ្ញុំយល់ថាបញ្ហាមួយចំនួនដែលវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃរបៀបវិរៈនៅក្នុងការទៅជែកពិភាក្សាហ្នឹងវាអាចពាក់ព័ន្ធទៅនឹងបញ្ហាខ្លះដែលកន្លងមកវាជាបញ្ហាអតិភិបដែលសហរដ្ឋអាមេរិកបានលើកឡើងជាមួយនឹងភាគីរាជរដ្ឋាភិបាលដូចជាករណីការឆបោកតាមប្រព័ន្ធអនឡាញបញ្ហាជួញដូរមនុស្សបញ្ហាការលាងលុយកខ្វក់ទាំងអស់នោះវាក៏ជាបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយទី2បញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យវាក៏ជាចំណុចអាទិភាពមួយសំខាន់សម្រាប់ក្របខ័ណ្ឌគោលនយោបាយការទូតរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន
ហើយបញ្ហាចុងក្រោយនេះគឺតាក់ទងទៅនឹងបញ្ហាការលេងជំរះនៅមន្ទិលសង្ស័យពាក់ព័ន្ធទៅនឹងរឿងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកជាពិសេសគឺឥទ្ធិពលចិននៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចដែលវាពាក់ព័ន្ធទៅនឹងវិស័យនៃការនាំចេញវិជ្ជាភ័ណ្ឌកាត់ដេរដេរស្បែកជើងផលិតផលធ្វើដំណើរហើយនឹងនៅក្នុងវិស័យផ្សេងៗទៀតដែលនាំចូលទីផ្សារសហរដ្ឋអាមេរិកណាអញ្ចឹងលក្ខខណ្ឌទាំងអស់នេះខ្ញុំគិតថាវានៅតែជាបញ្ហាអត្ថភាពដែលទាមទារឲ្យមាននៅវិធានការជាក់លាក់ហើយត្រូវមាននៅក្របខ័ណ្ឌមួយដែលអាចជឿទុកចិត្តបានពីសំណាក់រដ្ឋបាលរបស់សហរដ្ឋអាមេរិកណាជាពិសេសនៅក្នុងក្របខ័ណ្ឌតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែល USTR នេះវាជាទីភ្នាក់ងារមួយសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងការសិក្សាវិតម្លៃអំពីស្ថានភាពជាក់ស្ដែងសម្រាប់ប្រទេសនីមួយៗដែលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកសំណួរចុងក្រោយខ្ញុំចង់សួរទៅលោកខុនតារ៉ូបន្ថែមថាតើកម្ពុជាគួរបង្ហាញសុឆន្ទៈបែបណាដើម្បីបង្កើនការទុកចិត្តគ្នារវាងប្រតិភូទាំងពីរប្រទេសឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការហើយមួយទៀតថាតើកម្ពុជាគួរតែមានជំហរបែបណាការទូតបែបណារវាងកម្ពុជានិងសហរដ្ឋអាមេរិកដើម្បីឲ្យការទូតរបស់កម្ពុជានិងសហរដ្ឋអាមេរិកមានភាពល្អប្រសើរទៅថ្ងៃអនាគតដើម្បីជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជាបាទសូមអរគុណលោកខុនតារ៉ូការបង្ហាញអំពីនយោបាយសុចន្ទៈផ្នែកការទូតដើម្បីរក្សានៅទំនាក់ទំនងការទូតពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកខ្ញុំអាចនិយាយបានថាវាអាចជាសញ្ញាណវិជ្ជមានមួយច្រើនជាងសញ្ញាណអវិជ្ជមានក៏ប៉ុន្តែយើងអាចនិយាយបានថានៅក្នុងដំណាក់កាលនេះគឺវាទាមទារឲ្យមាននៅការសិក្សាវិតម្លៃច្បាស់លាស់អំពីស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាណាជាក់ស្ដែងគឺការផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានក៏ដូចជាការសិក្សាវិតម្លៃតាមរយៈប្រតិភូដែលមកប្រទេសកម្ពុជាកំឡុងពេលនឹងក្រោយនៃការចាក់ចេញរបស់ប្រតិភូប្រទេសកម្ពុជានិងប្រតិភូសហរដ្ឋអាមេរិកមកប្រទេសកម្ពុជានេះវាគឺជាការសិក្សាផ្ទៀងផ្ទាត់វិតម្លៃអំពីស្ថានភាពជាក់ស្ដែងហើយចំណុចនេះគឺទាមទារឲ្យមាននៅវិធានការជាក់លាក់បែបការទូតការបរទេសរបស់ប្រទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងការផ្ទៀងផ្ទាត់នៅព័ត៌មានទិន្នន័យនៃប្រតិភូទាំងសងខាងនេះវាគឺជាមូលដ្ឋាននៅក្នុងការកំណត់អំពីអនាគតគុណតម្លៃក៏ដូចជាសេចក្តីសម្រេចនៅក្នុងដំណើរការនៃការចរចាជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាអនាគតការទូតនៃការធ្វើទំនាក់ទំនងការទូតកិច្ចការងារបរទេសរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាណាអញ្ចឹងចំណុចមួយនេះខ្ញុំអាចនិយាយបានថាមានសូចនាករជាច្រើនដែលយើងអាចកំណត់ដែលជាវិធាននៅក្នុងការពិនិត្យនិងការធ្វើការសិក្សាវិតម្លៃសូមអរគុណលោកខុនតារ៉ូក៏ដូចជាបងប្អូនប្រិយមិត្តអ្នកកំពុងទៅតាមដានទស្សនានៃការផ្សាយរបស់យើងក៏ដូចជាកិច្ចពិភាក្សាសន្ទនាខ្លីៗអំពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅជុំទី2ហើយសង្ឃឹមថាជុំទី3នៅថ្ងៃខាងមុខប្រទេសកម្ពុជាយើងនឹងមានឱកាសទទួលបាននៅកិច្ចព្រមព្រៀងមួយដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកអ្វីដែលសំខាន់គឺផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរក៏ដូចជាការនាំចេញទំនិញទៅសហរដ្ឋអាមេរិកជាមួយគ្នានេះក៏កម្ពុជាសង្ឃឹមថានឹងបានជាផ្លែផ្កាសំខាន់ដែលជាចំណុចដែលក្នុងនាមជាអ្នកតាមដានអង្កេតទៅលើការចរចានេះហើយសូមអរគុណលោកខុនតារ៉ូមែនទែនដែលបង្ហាញនៅចំណុចសំខាន់ជាពិសេសគឺកលឹះដែលជាប្រយោជន៍ដល់ការគិតការវិភាគទៅលើបញ្ហានៃកិច្ចចរចានេះហើយក៏ជាប្រយោជន៍មួយនៅក្នុងការបង្ហាញទៅដល់មហាជនថាការចរចាឬក៏ការបង្ហាញនៅសុឆន្ទៈការទូតរបស់កម្ពុជាចំពោះសហរដ្ឋអាមេរិកហ្នឹងគឺសំខាន់មែនទែនដើម្បីកម្ពុជាមានហៅថាដៃគូល្អហើយក៏មានទំនាក់ទំនងល្អជាមួយនឹងប្រទេសមហាអំណាចក៏ដូចជាប្រទេសអ្នកមានសូមអរគុណលោកខុនតារ៉ូ